សាលារៀនបញ្ញជនកម្ពុជាសាខាខេត្តពោធិ៍សាត់ធ្វើពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា2024-2025បានសរសើរនិងអាហារូបករណ៍ជូនដល់សិស្សឆ្នើមនៅមជ្ឈមណ្ឌលសិរីមង្គលភូស៊ីណូនាព្រឹកថ្ងៃទី14ខែកញ្ញាឆ្នាំ2025សាលារៀនបញ្ញជនកម្ពុជាសាខាខេត្តពោធិ៍សាត់បានធ្វើពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា2024-2025បានសរសើរនិងអាហារូបករណ៍ជូនដល់សិស្សឆ្នើមក្រោមអធិបតីភាពលោកច័ន្ទនីអនុប្រធានមន្ត្រីអប់រំយុវជននិងកីឡាខេត្តដោយមានការចូលរួមពីលោកលេងគង្គីនាយកសាលារៀនបញ្ញជនកម្ពុជាសាខាខេត្តពោធិ៍សាត់ព្រមទាំងលោកគ្រូអ្នកគ្រូឪពុកម្ដាយនិងអ្នកអាណាព្យាបាលសិស្សយ៉ាងច្រើនកុះករពិធីនេះបានដំណើរការទៅដោយមានការសម្ដែងកាយវិការកន្សែងស្នេហ៍អោផ្ទៃស្រុកខ្មែរអត្ថន័យនៃក្បាច់របាំជូនពរនិងការរាំរបាំព្រាបសររបស់ក្រុមសិស្សានុសិស្សនៃសាលាបញ្ញជនកម្ពុជាយ៉ាងអធិកអធមក្រៃលែងតាមរបាយការណ៍សង្ខេបរបស់លោកនឹមសុនគមនីនាយករងជាន់ខ្ពស់សិក្សាធិការចំណេះទូទៅបានឲ្យដឹងថាសាលារៀនបញ្ញជនកម្ពុជាសាខាខេត្តពោធិ៍សាត់បានបើកដំណើរការចូលរៀនដំបូងនៅឆ្នាំ2019រហូតមកដល់ពេលនេះមានរយៈពេលជាង6ឆ្នាំហើយជាសាលារៀនចំណេះទូទៅភាសាខ្មែរនិងភាសាអង់គ្លេសគ្រប់កម្រិតកម្មវិធីភាសាខ្មែរមានថ្នាក់រៀនចាប់ពីមត្តេយ្យសិក្សាបឋមសិក្សានិងមធ្យមសិក្សាពីថ្នាក់ទី7ដល់ថ្នាក់ទី12ចំណែកផ្នែកភាសាអង់គ្លេសវិញគឺអនុវត្តតាមកម្មវិធីសិក្សាអន្តរជាតិក្រៅពីអនុវត្តតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជននិងកីឡាសាលារៀនបញ្ញជនកម្ពុជាបានបន្ថែមកម្មវិធីអប់រំផ្សេងទៀតដូចជាការប្រកួតប្រកបពាក្យការប្រកួតគណនាផ្ទាល់មាត់ស្មូតកំណាព្យនិទានរឿងការប្រកួតបំណិននិយាយជាសាធារណៈការប្រកួតបំណិនចែកដេញដោលតស៊ូមតិការសម្ដែងសមត្ថភាពសិស្សប្រចាំឆ្នាំការអប់រំសិល្បៈបុរាណការអប់រំដូរតន្ត្រីក្លឹបកីឡាបាល់ទាត់ការប្រឡងសិស្សពូកែបញ្ញជនកម្ពុជាប្រចាំឆ្នាំការបំពេញសិស្សរៀនយឺតពីបឋមសិក្សាថ្នាក់ទី1ដល់មធ្យមសិក្សាថ្នាក់ទី12ដោយឥតគិតថ្លៃជាមួយគ្នានេះបានបញ្ចូលការអប់រំបន្ថែមដូចជាទិវាអំណាចជាតិទិវាសុខភាពមាត់ធ្មេញទិវារំលឹកគុណឪពុកម្ដាយការរត់ម៉ារ៉ាតុងដើម្បីកម្មវិធីសប្បុរសធម៌និងកម្មវិធីទស្សនកិច្ចសិក្សាជាដើមដើម្បីផ្សារភ្ជាប់គ្នាឲ្យរឹតតែជិតស្និទ្ធរវាងកម្លាំងអប់រំទាំង3សាលាគ្រួសារនិងសហគមន៍សាលាបានរៀបចំយ៉ាងទៀងទាត់មួយត្រីមាសម្ដងនៅកម្មវិធីជំនួបរវាងអ្នកអាណាព្យាបាលសិស្សជាមួយគ្រូប្រចាំថ្នាក់ដើម្បីជូនព័ត៌មានអំពីលទ្ធផលសិក្សារបស់សិស្សស្វែងរកដំណោះស្រាយជួយសិស្សនិងទទួលសំណូមពរផ្សេងៗពីអ្នកអាណាព្យាបាលដើម្បីកែលម្អគុណភាពអប់រំរបស់សាលារៀនលើពីនេះទៀតសាលារៀនបានរៀបចំកម្មវិធីពិសេសកម្មវិធីប្រឹក្សាយោបល់ប្រចាំខែតាមទូរស័ព្ទជាមួយអ្នកអាណាព្យាបាលសិស្សគ្រប់កម្រិតអំពីការសិក្សានិងឥរិយាបថសិស្សក្នុងការសិក្សានៅសាលានិងនៅផ្ទះបច្ចុប្បន្នសាលាបាននឹងកំពុងរៀបចំសិស្សស្ម័គ្រចិត្តទៅចូលរួមប្រឡងវាស់ស្ទង់សមត្ថភាពគណិតវិទ្យាស្តង់ដារជប៉ុននៅវិទ្យាស្ថានជាតិអប់រំរាជធានីភ្នំពេញរៀងរាល់ឆ្នាំកម្មវិធីប្រគល់វិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា2024-2025បានសរសើរនិងអាហារូបករណ៍ដល់សិស្សឆ្នើមនៃសាលារៀនបញ្ញជនកម្ពុជាសាខាខេត្តពោធិ៍សាត់ថ្ងៃនេះក្នុងនោះសិស្សភាសាអង់គ្លេសពីលេខ1ដល់លេខ5មានចំនួន161នាក់សិស្សមត្តេយ្យសិក្សា108នាក់សិស្សថ្នាក់ទី6ឆ្លងភូមិសិក្សាទៅថ្នាក់ទី7មានចំនួន31នាក់សិស្សមធ្យមសិក្សាពីថ្នាក់ទី9ដល់ទី12ឆ្លងភូមិសិក្សាចំនួន25នាក់សិស្សបឋមសិក្សាពីថ្នាក់ទី1ដល់ថ្នាក់ទី5មានចំនួន303នាក់សិស្សមធ្យមសិក្សាពីថ្នាក់ទី7ទី8ទី10ដល់ទី11មានចំនួន47នាក់សិស្សបឋមសិក្សាពីថ្នាក់ទី1ដល់ថ្នាក់ទី6ទទួលបានសរសើរនិងអាហារូបករណ៍ពីលេខ1ដល់លេខ5មានចំនួន75នាក់ចំណែកបុគ្គលិកដែលត្រូវទទួលលិខិតថ្លែងអំណរគុណពីគណៈគ្រប់គ្រងសាលាមានចំនួន56នាក់សិស្សដែលជាប់ការប្រឡងសិស្សពូកែប្រចាំឆ្នាំ2025ត្រូវទទួលរង្វាន់និងអាហារូបករណ៍មានចំនួន8នាក់និងសិស្សដែលជាប់ការប្រឡងសិស្សពូកែមានចំនួន44នាក់មានប្រសាសន៍សម្ដែងសម្ដាលក្នុងឱកាសនោះលោកច័ន្ទនីអនុប្រធានមន្ត្រីអប់រំយុវជននិងកីឡាខេត្តបានលើកឡើងថា
នៅក្នុងកិច្ចប្រជុំដំបូងរបស់គណៈរដ្ឋមន្ត្រីនីតិកាលទី7នៃរដ្ឋសភាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញវិធានការគន្លឹះចំនួន4សម្រាប់វិស័យអប់រំក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សារួមមានទី1ការពង្រឹងអភិបាលកិច្ចសាលារៀនទី2ការពិនិត្យកែសម្រួលនិងរៀបចំកម្មវិធីសិក្សានិងសកម្មភាពក្រៅម៉ោងសិក្សាឲ្យស្របតាមតម្រូវការក្នុងការពង្រឹងចំណេះដឹងវិន័យសីលធម៌និងឥរិយាបថរបស់សិស្សទី3ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារនិងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀនទី4ការជំរុញនិងលើកទឹកចិត្តការចូលរួមរបស់មាតាបិតាអ្នកអាណាព្យាបាលនិងសហគមន៍ក្នុងការអប់រំស្របតាមពាក្យស្លោកភាពជាដៃគូរដ្ឋនិងសហគមន៍ដើម្បីអប់រំជាមួយគ្នានេះរាជរដ្ឋាភិបាលបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅស្តង់ដារនិងពានរង្វាន់សាលារៀនគំរូរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតចាប់ពីឆ្នាំ2023មកលោកចាន់នីបានកោតសរសើរដល់សិស្សានុសិស្សនៃសាលារៀនបញ្ញជនកម្ពុជាសាខាខេត្តពោធិ៍សាត់ទាំងអស់ដែលបានខិតខំរៀនសូត្រមានចំណេះដឹងមានចំណាត់ថ្នាក់ល្អរហូតទទួលបានប័ណ្ណសរសើរនិងអាហារូបករណ៍នាពេលនេះលោកសូមឲ្យក្មួយៗខិតខំបន្តទៀតហើយឪពុកម្ដាយអ្នកអាណាព្យាបាលសិស្សនិងលោកគ្រូអ្នកគ្រូសូមជួយអប់រំតម្រង់ទិសបន្ថែមដើម្បីឲ្យពួកគេក្លាយជាធនធានមនុស្សជួយដល់សង្គមគ្រួសារនិងសង្គមជាតិទៅថ្ងៃអនាគតសូមបញ្ជាក់ថាក្នុងឱកាសនោះក៏មានប្រគល់អាហារូបករណ៍និងរង្វាន់ដល់សិស្សពូកែក្របខ័ណ្ឌបញ្ញជនកម្ពុជាប្រចាំឆ្នាំ2025មាន tablet ចំនួន2គ្រឿងកង់2គ្រឿងកង់5 2គ្រឿងនិងឆ្នាំងដាំបាយអគ្គិសនីចំនួន2គ្រឿងផងដែរfreestyle មួយនៅបាទ freestyle